hàng chế miếtនៅថ្ងៃអង្គារទី28តម្លៃមាសនៅព្រឹកនេះស្ថិតនៅក្នុងសួន$4040ក្នុងមួយអោនស្មើ$4867ក្នុងមួយតម្លឹងបើយើងគិតជាជីនៅចន្លោះ$486ក្នុងមួយជីតម្លៃមាសបានព្យាយាមដោនចុះមកក្រោមវិញដោយបានបិទ gap នៅចន្លោះ$4080ទៅតម្លៃ$4060បច្ចុប្បន្ននេះគឺកំពុងតែដើរទើរនឹងកើននៅសួន$4040នឹងឯងហើយតម្លៃមាសនៅក្នុងព្រឹកនេះតើទំនោរទិសដៅកើនឡើងទៅលើឬក៏ចុះមកក្រោមវិញតាមការព្យាករណ៍របស់ខ្ញុំតម្លៃមាសចុះអត់ច្រើនទេបងប្អូនអាចនឹងមកទើរនៅក្នុងកម្រិតតម្លៃបិទ gap ហើយការឡើងទៅលើវិញហើយអញ្ចឹងការមើលឃើញនៃដំណើរទីផ្សារការជួញដូរគឺនៅតែបន្តរកឱកាសទិញបានទោះបីជាតម្លៃហាងឆេងមាសចុះមកបិទ gap យ៉ាងណាក៏ដោយអញ្ចឹងនៅក្នុងលំហូរ structure វាមានតំបន់បាតទី1នៅចន្លោះ$4020និងតំបន់កពូឬក៏ហៅថាតំបន់ neckline ស្ថិតនៅក្នុងសួន$4116នឹងឯងដែលទីផ្សារបានកើនឡើងកាលពីដើមសប្តាហ៍ហាងឆេងមាសអាចថាចុះច្រើនចុះមកបន្ថែមទៀតនឹងទើរកើននៅចន្លោះ$4020នឹងឯងឬក៏តំបន់ទាបចុងក្រោយស្ថិតនៅក្នុងសួន$4000អញ្ចឹងតាមការវិភាគទៅលើបច្ចេកទេសនៅក្នុងតំបន់មួយនេះគឺការចុះច្រើននៅក្នុងកម្រិតសួន$4023ទៅចន្លោះ$4000ទេអាកាសទិញគឺនៅតែល្អដែលទីផ្សារអាចនឹងកើនឡើងមកមួយជើងម្ដងទៀតឡើងដាច់នៅចន្លោះ$4100ហើយកើនឡើងទៅលើបន្ថែមទៀតផងដែរទាំងនេះគឺជាបច្ចេកទេសដែលយើងមើលឃើញកម្រិតនៅក្នុងការចុះហើយបកត្រឡប់ pull back ឡើងទៅលើវិញអញ្ចឹងនៅថ្ងៃនេះយើងក៏មានតម្លៃសម្រាប់ធ្វើការជួញដូរដូចគ្នាដោយតំបន់ទី1បងប្អូនអាចទិញនៅចន្លោះសួន$4032ទៅតម្លៃទី2គឺនៅចន្លោះសួន$4015ក្នុងមួយអោននិងតម្លៃទី3គឺនៅសួន$3998ក្នុងមួយអោនយ៉ាងណាក្តីករណីទីផ្សារដែលមានការកើនឡើងមកលើវិញនៅក្នុងថ្ងៃទី28នេះអាចនឹងកើននៅចន្លោះសួន$4073ទៅតម្លៃទី2នៅសួន$4089និងតម្លៃលក់ចុងក្រោយនៅសួន$4109ក្នុងមួយអោននេះគឺជាតម្លៃសម្រាប់ធ្វើការទិញនិងលក់នៅថ្ងៃទី28នេះហាងឆេងមាសនៅថ្ងៃអង្គារទី28តម្លៃមាសនៅព្រឹកនេះស្ថិតនៅក្នុងសួន$4040ក្នុងមួយអោនស្មើ$4867ក្នុងមួយតម្លឹងបើយើងគិតជាជីនៅចន្លោះ$486ក្នុងមួយជីតម្លៃមាសបានព្យាយាមដោនចុះមកក្រោមវិញដោយបានបិទ gap នៅចន្លោះ$4080ទៅតម្លៃ$4060បច្ចុប្បន្ននេះគឺកំពុងតែដើរទើរនឹងកើននៅសួន$4040នឹងឯងហើយតម្លៃមាសនៅក្នុងព្រឹកនេះតើទំនោរទិសដៅកើនឡើងទៅលើឬក៏ចុះមកក្រោមវិញតាមការព្យាករណ៍របស់ខ្ញុំតម្លៃមាសចុះអត់ច្រើនទេបងប្អូនអាចនឹងមកទើរនៅក្នុងកម្រិតតម្លៃបិទ gap ហើយកើនឡើងទៅលើវិញហើយអញ្ចឹងការមើលឃើញនៃដំណើរទីផ្សារការជួញដូរគឺនៅតែបន្តរកឱកាសទិញបានទោះបីជាតម្លៃហាងឆេងមាសចុះមកបិទ gap យ៉ាងណាក៏ដោយអញ្ចឹងនៅក្នុងលំហូរ structure វាមានតំបន់បាតទី1នៅចន្លោះ$4020និងតំបន់កពូឬក៏ហៅថាតំបន់ neckline ស្ថិតនៅក្នុងសួន$4116នឹងឯងដែលទីផ្សារបានកើនឡើងកាលពីដើមសប្តាហ៍ហាងឆេងមាសអាចថាចុះច្រើនចុះមកបន្ថែមទៀតនឹងទើរកើននៅចន្លោះ$4020នឹងឯងឬក៏តំបន់ទាបចុងក្រោយស្ថិតនៅក្នុងសួន$4000អញ្ចឹងតាមការវិភាគទៅលើបច្ចេកទេសនៅក្នុងតំបន់មួយនេះគឺការចុះច្រើននៅក្នុងកម្រិតសួន$4023ទៅចន្លោះ$4000ទេអាកាសទិញគឺនៅតែល្អដែលទីផ្សារអាចនឹងកើនឡើងមកមួយជើងម្ដងទៀតឡើងដាច់នៅចន្លោះ$4100ហើយកើនឡើងទៅលើបន្ថែមទៀតផងដែរទាំងនេះគឺជាបច្ចេកទេសដែលយើងមើលឃើញកម្រិតនៅក្នុងការចុះហើយបកត្រឡប់ pull back ឡើងទៅលើវិញអញ្ចឹងនៅថ្ងៃនេះយើងក៏មានតម្លៃសម្រាប់ធ្វើការជួញដូរដូចគ្នាដោយតំបន់ទី1បងប្អូនអាចទិញនៅចន្លោះសួន$4032ទៅតម្លៃទី2គឺនៅចន្លោះសួន$4015ក្នុងមួយអោននិងតម្លៃទី3គឺនៅសួន$3998ក្នុងមួយអោនយ៉ាងណាក្តីករណីទីផ្សារដែលមានការកើនឡើងមកលើវិញនៅក្នុងថ្ងៃទី28នេះអាចនឹងកើននៅចន្លោះសួន$4073ទៅតម្លៃទី2នៅសួន$4089និងតម្លៃលក់ចុងក្រោយនៅសួន$4109ក្នុងមួយអោននេះគឺជាតម្លៃសម្រាប់ធ្វើការទិញនិងលក់នៅថ្ងៃទី28នេះ